ងទ័ពអាកាសថៃបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជាប្រាយ័នហោ F-16 បំផ្លាញស្ពានដោយមិនស្ដាប់អាមេរិកនិងចិនឧត្តមមានជ័យបើទោះបីមានការប្រឹងប្រែងពីសហរដ្ឋអាមេរិកនិងចិនឲ្យកម្ពុជានិងថៃបញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តីកងទ័ពថៃនៅតែបន្តភាពកក្លឿនដោយមិនស្ដាប់កិច្ចអន្តរាគមន៍របស់អាមេរិកនិងចិននោះឡើយនៅវេលាម៉ោងជាង11យប់ថ្ងៃទី19ខែធ្នូឆ្នាំ2025កងទ័ពអាកាសថៃបានប្រើយន្តហោះចម្បាំង F-16 ចំនួន2គ្រឿងមកទម្លាក់គ្រាប់ចំនួន3គ្រាប់លើស្ពានអូជិកធ្វើឲ្យស្ពានខូចខាតឆ្លងកាត់លែងកាតតែម្ដងស្ពានអូជិកស្ថិតនៅលើផ្លូវជាតិលេខ6ថ្មីចំនួន68តផ្ទាប់រវាងខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យស្ពាននេះបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាង10ឆ្នាំមកហើយស្ពាននេះមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរប្រជាពលរដ្ឋការធ្វើពាណិជ្ជកម្មការដឹកជញ្ជូនកសិផលនិងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរដូច្នេះការផ្ដាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃបង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យនិងខេត្តសៀមរាបសូមបញ្ជាក់ដែរថាស្ពានអូជិកមានចម្ងាយរង្វង់70គីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃក្នុងខេត្តឧត្តរមានជ័យដែលជាសមរភូមិប្រយុទ្ធនាពេលបច្ចុប្បន្នការប្រើយន្តហោះមកទម្លាក់ផ្ដាច់ស្ពានបំរើប្រយោជន៍របស់ប្រជាពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជាគឺជាទង្វើប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរបំផុតអាជ្ញាធរមានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះយោធាថៃដែលប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោមផ្សែងពុលបង្កគ្រោះថ្នាក់បំផ្លាញបេតិកភណ្ឌពិភពលោកហេដ្ឋារចនាសម្ព័ន្ធសាធារណៈវត្តអារាមប្រាសាទបុរាណលំនៅឋាននិងប៉ះពាល់សុខភាពធ្ងន់ធ្ងរភ្នំពេញអាជ្ញាធរមានកម្ពុជានៅថ្ងៃទី19ខែធ្នូឆ្នាំ2025នេះជាថ្មីម្ដងទៀតបានចេញមកថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានយ៉ាងធ្ងន់ធ្ងររបស់យោធាថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចង្កោមផ្សែងពុលនិងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងៗដែលបានបង្កគ្រោះថ្នាក់បំផ្លាញបេតិកភណ្ឌពិភពលោកហេដ្ឋារចនាសម្ព័ន្ធសាធារណៈវត្តអារាមប្រាសាទបុរាណលំនៅឋាននិងធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរអគិភ័យឆេផ្ទះពលរដ្ឋមួយកន្លែងនៅក្រុងច្បារមូនខេត្តកំពង់ស្ពឺកម្លាំងអាវុធហត្ថនិងនគរបាលអន្តរាគមន៍សង្គ្រោះកំពង់ស្ពឺនៅវេលាម៉ោង6ល្ងាចថ្ងៃទី19ខែធ្នូឆ្នាំ2025នេះមានករណីអគិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ថៃនៅភូមិព្រៃស្លឹកក្រុងច្បារមូនខេត្តកំពង់ស្ពឺក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកងអនុសេនាធំចល័តខេត្តកំពង់ស្ពឺសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះជួយអន្តរាគមន៍ដើម្បីជួយសង្គ្រោះយ៉ាងណាមិញសម្រាប់នូលហេតុនិងទំហំនៃការខូចខាតសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេព្រោះកំពុងធ្វើការស្រាវជ្រាវបន្តតែករណីនេះមិនបណ្ដាលឲ្យពលរដ្ឋរងគ្រោះថ្នាក់នោះឡើយយ៉ាងណាមិញសម្រាប់នូលហេតុនិងទំហំនៃការខូចខាតសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេព្រោះកំពុងធ្វើការស្រាវជ្រាវបន្តតែករណីនេះមិនបណ្ដាលឲ្យពលរដ្ឋរងគ្រោះថ្នាក់នោះឡើយ